បាទជំរាបសួរបងប្អូនបាទអេបងប្អូនបាទហួសចិត្តគ្រូរីគីហួសចិត្តចូលដល់8មកគ្រូរីគីបាទចង់ឲ្យបងប្អូនកូនក្មួយដែលជាកីឡាករហ្នឹងនាំគ្នាមើលការប្រកួតរបស់ឡុងចិនបាទឡុងចិនមើលការប្រកួតរបស់ឡុងចិនថាតើឡុងចិនគាត់ផ្្លាត់ស្នៀតឬមួយគាត់សកម្មភាពនៃការប្រកួតរបស់គាត់យ៉ាងម៉េចទើបបានគាត់សន្លប់ណាតាមការប្រកួតចេញឆាវវឹងទៅគឺថាមានបងប្អូនស្រែកបន្ទោថាសន្លប់ទឹកមួយគ្មានឆ្លងផុតទឹកមួយទេសន្លប់មែនបាទសន្លប់មែនប៉ុន្តែមិនមែនសន្លប់ដៃគូឡុងចិនទេណាគឺសន្លប់ឡុងចិនសន្លប់ឡុងចិនបាទហើយមានបងប្អូនមួយបន្តទៀតថាមិនដែលមានទេបានទៅមានគូហ្នឹងតាមវាយជង្គង់ហោះឡុងចិនទៅឡើងជីស្មាជីអីហ៎បាទរួចហើយមានមតិមួយទៀតបន្តទៀតថាបន្តរហូតមតិហ្នឹងបាទថាមិនដែលមានទេបាទមិនដែលមានទេមិនដឹងជាកណ្ដាប់ដៃខ្មោចអោយឬមួយយ៉ាងម៉េចទេបានជាឡុងចិនសក្របតាំងពីដើមទឹកបាទរហូតដល់មកបានប្រហែលជា1នាទីជាងបែរជាត្រូវកណ្ដាប់ដៃគេសន្លប់ទៅវិញបាទមិនមែនជាកណ្ដាប់ដៃខ្មោចឲ្យទេបាទបងប្អូនកូនក្មួយតាមដានឲ្យច្បាស់សកម្មភាពនៃការប្រកួតរបស់ឡុងចិននេះបាទគឺគាត់មើលងាយសត្រូវបាទដេញវាយគេដូចដេញវាយមេមន់អញ្ចឹងដូចដេញវាយមន់អញ្ចឹងបាទដូចដេញវាយមន់យកមកវាយស៊ីអញ្ចឹងបាទមន់ដេញវាយវាអត់មានអាវុធតដៃទេមនុស្សដេញវាយវាមានអាវុធតដៃអញ្ចឹងយើងធ្វើម៉េចយើងត្រូវមានបំរុងប្រយ័ត្នខ្ពស់បាទយើងត្រូវមានបំរុងប្រយ័ត្នខ្ពស់យើងដូចថាអ្វីទាំងក្បាច់គុណទាំងអីកម្លាំងអីយើងគ្របសង្កត់ទៅលើគេប៉ុន្តែកុំភ្លេចការតដៃមនុស្សវាតដៃគេថាខ្លាតតច្រកវាតដៃហើយអញ្ចឹងប្រយ័ត្នណាមិនមែនចេះអ្នកទស្សនាស្រែកហៃអើឯងហៃអើគេដែរទេហៃអើដែរតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នបាទដល់យើងប្រហែសកើតែបដិញសបាយណាចុងក្រោយទៅម៉េចមកដៃខ្ពាកធ្វើឲ្យគ្រូរីគីបែកញើសថ្ងាសច្រោកបាទខ្មាស់គេបាទគ្មានបច្ចេកទេសគ្មានអីបន្តិចសោះចេះតែដេញវាយគេមើលតែគេនោះគោបាទអញ្ចឹងលើកក្រោយឡុងចិនត្រូវប្រយ័ត្នប្រយែងមែនទែនចំពោះចំណុចនេះកុំឲ្យមានលើកទី2កាលណាមានលើកទី2គេថាឡុងចិនឯងអត់មានអានេះទេអញ្ចឹងចាំបាច់អ្នកបដាត្រូវមានអានេះឲ្យខ្ពស់ទើបប្រកួតទៅវាបានជោគជ័យសូមអរគុណសូមជម្រាបលាបាទមនុស្សមិនមែនសត្វទេណាវាមានដៃតអញ្ចឹងប្រយ័ត្នមែនទេ